គោរពប្រតិបត្តិតាមពុទ្ធោវាទនៃព្រះសម្មាសម្ពុទ្ធអញ្ចឹងហើយបានជាយើងតែងតែប្រពកម្មវិធីបុណ្យទានបាទហើយថ្ងៃនេះខ្ញុំបាទមានទេយ្យទានបាទឬក៏ទេយ្យវត្ថុពីរប្រភេទដែលចង់ណែនាំបងប្អូនបាទទី1គឺតេតិនទៅនឹងបាទទេយ្យទានប្រភេទទី1បងប្អូនបាទទេយ្យទាននេះបងប្អូនឃើញបាទនៅក្នុងថាសយើងមានធូបទៀនបាទមានមីបាទមានស្ករសយើងមានតែបងប្អូនបាទយើងមានទឹកដោះគោបាទអញ្ចឹងទេយ្យទាននេះគឺខ្ញុំអត់សូវបដោតទេដោយសារនេះយើងអាចទិញឬក៏យើងអាចជាវពីតូបពីហាងពីកន្លែងគេលក់មកបានអញ្ចឹងយើងចង់បានអីយើងអាចទិញមករៀបចំហើយយើងប្រកេនដាក់ថាប្រកេនប្រសង់ទៅប៉ុន្តែអ្វីដែលខ្ញុំចង់បដោតគឺបាទបងប្អូនមួយនេះបងប្អូនប្រហែលជាស្គាល់ហើយគឺមួយនេះយើងហៅថាសាដកសម្រាប់យើងទិញឬក៏យើងជាវពីតូបពីហាងមកប្រកេនប្រសង់បាទអញ្ចឹងបងប្អូនឃើញហើយនៅប្រទេសកម្ពុជាយើងរាល់កម្មវិធីទាំងអស់ដែលយើងនិមន្តប្រសង់ទៅចម្រើនប្រាប់រិទ្ធទៅបុណ្យទៅកម្មវិធីផ្សេងៗនេះយើងតែងតែមានទេយ្យទានបាទមានសាដកនេះសម្រាប់ប្រកេនប្រសង់អញ្ចឹងខ្ញុំចង់បញ្ជាក់ថាភាគច្រើនយើងទិញសាដកយើងទិញមកពីហាងពីតូបគឺគេវិចខ្ចប់ស្រាប់ហើយអញ្ចឹងគេវិចខ្ចប់គេចងឲ្យស្រាប់អញ្ចឹងពេលខ្លះយើងអត់បានចាប់អារម្មណ៍ថាខាងក្នុងហ្នឹងគេដាក់អីខ្លះទេអញ្ចឹងបើសិនជាអាចយើងសួរបាទអ្នកលក់ក៏បានដែរឬក៏បើសិនជាញាតិញោមណាដែលគាត់មានពេលវេលាគ្រប់គ្រាន់គាត់អាចបាទទិញយកមករៀបខ្លួនឯងនៅផ្ទះក៏បានដែរហ្នឹងកាន់តែប្រសើរព្រោះពេលខ្លះយើងទិញពីតូបពីហាងគេជួនកាលវាហួស delay អញ្ចឹងណាបាទវាហួសថ្ងៃវាប្រើកើតអញ្ចឹងប្រសងលោកទទួលទៅហើយក៏លោកប្រើកើតដែរអញ្ចឹងបើសិនជាយើងមានពេលយើងអាចទិញហើយយើងយកមករៀបខ្លួនឯងក៏ល្អប្រសើរសម្រាប់យើងដែរហើយយ៉ាងមែនទៀតបាទប្រសងលោកទទួលទេយ្យទានពីយើងទៅក៏លោកបានប្រើប្រាស់វាកើតជាប្រយោជន៍ឲ្យញោមញាតិពុទ្ធបរិស័ទដែលប្រគេនប្រសងហ្នឹងក៏បានបុណ្យបានកុសលតាមនោះដែរបាទអញ្ចឹងបើសិនជាយើងអាចនឹងទិញបាទពីកន្លែងតូបកន្លែងហាងអីទៅរៀបខ្លួនឯងឬបើយើងអត់មានពេលទេយើងអាចទិញពីហាងពីតូបដូចគ្នាយើងអាចជាវពីហាងពីតូបដូចគ្នាប៉ុន្តែយើងបាទត្រួតពិនិត្យមើលច្បាស់លាស់អញ្ចឹងណាបងប្អូនព្រោះពេលខ្លះរបស់នៅក្នុងហ្នឹងគេរៀបឲ្យស្រាប់គេចងឲ្យស្រាប់អញ្ចឹងយើងទៅទិញគឺយើងអត់បានហ៊ានហែកមើលដែរអញ្ចឹងឲ្យទាមទារឲ្យយើងបាទសួរបច្ចាគេឬក៏យើងពិនិត្យមើលបន្ថែមក៏បាននៅពេលខ្លះរបស់ខ្លះវាហូរ delay អញ្ចឹងយើងទិញយើងឬក៏យើង